រួចហើយមកបងណាបាទនេះផ្ទះអ៊ំដែលជាអតីតវិរៈកងទ័ពនៅខាងខេត្តកំពង់ធំបាទស្រុកសណ្ដាន់ដែលគ្រូសាកំណាប់សម្រាប់ចាយកញ្ចប់ថវិកាផ្ទាល់ខ្លួនបាទពើផ្ទះជូនគាត់រួចរាល់បាទមើលបាទបរោះសង្ហាដោយសារតែអាវវិរៈកងទ័ពអ៊ំសូមហៅបងប្រុសបដ ாய் ហៅបងចុះអត់ចេះប្រកាន់អូយអ៊ំអ៊ំអីក៏សំណាងម្លេះផ្ទះនឹងពីណាធ្វើឲ្យផ្ទះនឹងលោកក្មួយកំណប់សម្រស់មិនដែលស្គាល់គ្នាហើយមិនដែលឃើញមុខគ្នាក៏មិនដែលជួបទំនាក់ទំនងអីគ្នាទេបាទសុកធ្វើផ្ទះឲ្យស្រាប់តែសុកហៅមកធ្វើផ្ទះឲ្យអញ្ចឹងខ្ញុំអរណាស់ដែលខ្ញុំទៅលះបង់អាយុជីវិតដើម្បីសាច់ស្រស់ឈាមស្រស់ដើម្បីប្រទេសជាតិតាំងពីដំណាក់កាលបាតដៃទទេសរហូតមកដល់ប៉ុណ្ណេះតម្រាំបានដណ្ដើមបានសន្តិភាពមិនងាយរកបានទេមានថានៃរដ្ឋាភិបាលសម្ដេចហ៊ុនសែននិងសម្ដេចហ៊ុនម៉ាណែតដើម្បីទាមទារយកសន្តិភាពមកឲ្យប្រជាពលរដ្ឋជូនប្រជាពលរដ្ឋយកជីវិតទៅបដូរយកសន្តិភាពនឹងហើយបានជាគេហៅថាវិរៈកងទ័ពអង្គអាចក្លាហាននឹងហើយគេហៅថាយុវជនក្លាហានបាទអញ្ចឹងអ៊ំដោយសារតែកំណាប់សម្រស់យើងធ្វើផ្ទះជូនអ៊ំនេះគឺដោយសារតែយើងលក់កំណាប់សម្រស់បានយើងចំណេញលុយយើងដកលុយធ្វើផ្ទះជួលវិរៈកងទ័ពអញ្ចឹងអ៊ំមានអីចង់ផ្ដាំផ្ញើទៅកាន់បងប្អូនយើងឲ្យជួយគាំទ្រកំណាប់សម្រាប់អ៊ំមានបាទអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើបងប្អូនកូនចៅដែលយុវវ័យទាំងអស់ទាំងចាស់ទាំងក្មេងសូមឲ្យលោកបងប្អូនមីងមៀជួយគាំទ្រកំណាប់សម្រាប់ពិតព្រោះគាត់អត់មែនផោអត់មានកុហកអត់មែនភូតអត់មែនដើម្បីដើរបោកព្រះប្រជាពលរដ្ឋទូទាំងប្រទេសទេគឺគាត់មិនមែនអ្នកបោកព្រះទេអ្នកបោកព្រះគឺអ្នកផ្សេងគឺមានតែពួកសៀមទេដែលដើរបោកព្រះបានអញ្ចឹងបងប្អូនកុំជឿអ្នកណាឲ្យសោះកំណប់សម្រស់គឺមនុស្សមួយដូចព្រះនៅលើអីមេឃចឹងបាទអរគុណអ៊ំបាទពុកម៉ែបងប្អូនគឺជាក់ស្ដែងអ៊ំគាត់រំភើបនៃការបានផ្ទះនិងបានដីពីគ្រូសាកំណាប់សម្រស់ហើយអ៊ំមានស្ពាក់គេមកកាក់ម៉ាស៊ីនអត់ធ្វើផ្ទះហ្នឹងផ្ទះនេះខ្ញុំអត់មានជាពាក់គេមកកាក់ម៉ាស៊ីនទេគឺចំណាយទាំងស្រុងគឺគ្រូសាកំណាប់សម្រស់ទាំងស្រុងគឺកំណាប់សម្រស់គាត់ជួយអស់ពីទឹកចិត្តរបស់គាត់គឺអស់រហូតដល់ទៅទាំងអស់នេះគឺចូល$15,000បងប្អូនណាមកហើយផ្ទះគាត់នឹងបាត់អ្វីផ្សេងដែលក្រុមហ៊ុនផ្ដល់មកបាទរួចទៅពុកម៉ែបងប្អូនមកស្អាតមែនតើផ្ទះគាត់គឺពីបន្ទប់គេងទប់ទូភ្ញៀវបាទអ៊ំចូលតិចមកបើកទ្វារឲ្យក្មួយមើលតិចបាទមើលបាទអ៊ំបើកមុនឲ្យក្មួយអ្នកថតបាទបងទៀតដោយសារតែចង់បង្ហាញទៅកាន់ពុកម៉ែបងប្អូនអ៊ំពូមីងបាទពីគ្រូសាកំណាប់បាទអ៊ំបាទអូយអ៊ំបាទគាត់រំភើបគាត់ពុកម៉ែបងប្អូនបាទនេះជើញភាពចាក់ស្ដែងផ្ទះបងណាអញ្ចឹងគាំទ្រកំណាប់សម្រាប់ពុកម៉ែបងពិតជាមិនខកបំណងទេយើងជួយជាតិជួយសង្គមបាទជួយមនុស្សទូទៅឲ្យតែខ្វះខាតបាទហើយមានភ្លើងមានអីបាទនេះផ្ទះបាយបាទនេះទុកទឹកបាទទុកទឹកអញ្ចឹងគឺមកអេមតំណងទុកទឹកធំទៀតបាទស្អាតបាទពីមុនអ៊ំរកតែដីខ្លួនឯងនៅអត់មានទេបាទហើយផ្ទះខ្ញុំបញ្ជាអ៊ំមកហើយកុំយកដាក់ធនាគារណាអ៊ំអត់ទេបាទគឺអ៊ំត្រូវតែរស់នៅបាទឲ្យសុខសាន្តជាមួយប្រពន្ធជាមួយកូនជាមួយចៅហ្នឹងបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងពុកម៉ែបងប្អូនជួយ share មួយដើម្បីការលើកទឹកចិត្តដល់គ្រួសារកំណាប់សម្រាប់យើងមកច្រើនមែនទេបាទនេះគ្រួសារកំណាប់សម្រាប់យើងមក4ឡានបាទមក4ឡានបាទនេះអ៊ំស្រីបាទអ៊ំមិនដែរអារម្មណ៍បាទភើបរីករាយអ៊ំភើបរីករាយបាទអរគុណបាទបាទផ្ទះនៅហើយធ្លាប់តែនៅអត់មានដីអត់មានផ្ទះបងអឹបប្រក់តង់ឥឡូវបានផ្ទះថ្មនៅហើយមានភ្លើងមានអីដូចគេដូចឯងហើយបាទរស់នៅដោយកក់ក្ដៅហើយធំបាទអ៊ំបាទអរគុណសម្រាប់បាទអ៊ំបាទអញ្ចឹងជូនប៉ហើយបងអូនញ៉ាំមុនក្រាយខំជើងឡើងអីជាបាទដៃមកជូន70000ថ្ងៃមុនពលស្អីសរាយគេនោះមុនពលសរាយឡើងអ៊ូពីថ្ងៃណបាទចៅគាត់ចាំកូនអស់ចិត្តលេងចាំចៅទៀតបាទចឹងឲ្យទឹកចិត្តឪពុកម្ដាយបាទគ្រូសាកំណាប់សម្រាប់បងប្អូនបាទអរគុណពុកម៉ែបងប្អូនបាទដែលចូល share វីដេអូហ្នឹងបាទ